khé bà xong cả đang riệp xuống bọc mai bọc ônទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនបាទពីរបៀបនៃការផ្លាស់ប្ដូរចង្វាក់មីញ៉ុងរបស់ Havel 100បាទហើយសម្រាប់ពុកម៉ែបងប្អូនដែលមកថ្មីកុំភ្លេចចុច like subscribe ក៏ដូចជាចុចរូបកណ្ដឹងម្នាក់មួយផងបាទហើយនេះខ្ញុំផ្លាស់ប្ដូរចង្វាក់ថ្មីដោយសារតែវាសឹកអស់លេងហើយអូខេចឹងចាំតាមដានទស្សនានៃសកម្មភាពដែលយើងធ្វើការដោះដូរទាំងអស់គ្នាបាទអូខេបងប្អូនបាទមុននឹងយើងដោះដូរគឺយើងត្រូវបដាម៉ូតូសិនបាទទៅដើរម៉ូតូយកទៅលើកចតុលកដាលសិនបាទយើងដោះដូរកើតយើងអត់ដាក់ចតុលកដាលទេដោះអត់កើតទេដោះអាលុំក្រែងឡើយអូខេដាក់ចតុលកដាលមួយសិនបាទចតុលកដាលមួយសិនបងនិយាយចង់ឆ្លាញ់អូខេបាទច្បាក់អស់លេងហើយបាទពវល់ទៅឡើងលាន់តាត់ហើយបាទនេះឡើងសឹកអស់លេងហើយអូខេបន្ទាប់ពីយើងលើកចតុលកដាលហើយយើងមករកមើលសោលេខ17លេខ12លេខ10ហើយនឹងលេខ8បាទយកមកប្រើហើយនឹងមានសោតាន់ដែរព្រោះដោយសារផ្លូវម៉ូតូខ្ញុំត្រូវការប្រើសោតាន់អូខេបងប្អូនបាទនេះគឺជាម៉ូទ័រដាក់ថ្មរបស់ខ្ញុំតែឥឡូវបាត់ក្របសោហើយបើបងប្អូនណាឃើញក្របសោបាទជួយរើសទុកឲ្យផងបាទនេះគឺជាមីញ៉ុងថ្មីខ្ញុំដាក់មីញ៉ុងធំព្រោះដោយសារតែម៉ូខ្ញុំគាត់អត់បានយកមីញ៉ុងតូចមកចឹងហើយយើងដាក់មីញ៉ុងធំជីសិនដឹងតែងាងម៉ាស៊ីនទៀតហើយដាក់មីញ៉ុងធំនេះបាទអូខេនេះមីញ៉ុងតូចរបស់ខ្ញុំនេះជីស្រួលណាបងប្អូនវាជីបានលឿនអត់ងាងម៉ាស៊ីនឥឡូវយើងធ្វើការកាត់ចង្វាក់បងប្អូនចង្វាក់ហ្នឹងវាមានកលៈវាយើងដោះប្រែកលៈវានឹងចេញមកហើយវាដាច់ចេញពីគ្នាហើយចឹងយើងដោះវាចេញមកហើយអានេះសោលេខ10បាទទឹកប្រហែកសោលេខ8បងប្អូនបាទទឹកប្រហែកពីស្រោមទេឥឡូវយើងដោះការ៉ូមីញ៉ុងចេញដើម្បីយើងដោះមីញ៉ុងមុខបើសិនជាយើងអត់ដោះការ៉ូមីញ៉ុងហ្នឹងទេដោះមីញ៉ុងមុខអត់កើតទេអូខេបន្ទាប់ពីយើងដោះការ៉ូមីញ៉ុងហើយយើងត្រូវដោះមីញ៉ុងដែលយើងដោះមីញ៉ុងនេះគឺយើងនឹងត្រូវយកអីកលតិចមកប៉ុន្តែបើសិនជាកលអត់កើតទេយើងអាចដាក់លេខវាទៅពេលដាក់លេខទៅវាជាប់លេខហើយជាប់លេខទៅយើងអាចដោះបានហើយសោដោះមីញ៉ុងហ្នឹងគឺសោលេខ10អញ្ចឹងខ្ចៅវាមាន2គ្រាប់ហើយវាមានដែកសម្រាប់ប្លុកមីញ៉ុងហ្នឹងកុំឲ្យវាចេញក្រៅហ្នឹងយើងដោះអាដែកហ្នឹងមកបានយើងដោះមីញ៉ុងចេញបានអូខេបន្ទាប់ពីយើងដោះមីញ៉ុងហើយខ្ញុំនឹងធ្វើការដោះខ្ចៅផ្លូវរបស់វាហើយខ្ចៅផ្លូវរបស់វាយើងនឹងខ្ចៅផ្លូវខ្ញុំខ្ចៅជាភេទខ្ចៅអ៊ីណុកដែលវាមានអាខ្ចៅតាន់ហ្នឹងសម្រាប់ប្លុកហើយនេះគឺជាសោលេខ17ដើម្បីយើងដោះប្រឡងវាចេញយើងដោះប្រឡងវាបធូរហើយយើងតមកយើងដោះកង់វាចេញដើម្បីដោះកង់វាយើងដោះប្រឡងលេខ12ខាងក្រោមនោះហើយនឹងដោះកាយប្រាំងវាចេញអូខេបាទបន្ទាប់ពីយើងដោះខ្ចៅខាងនោះហើយយើងត្រូវដោះខ្ចៅខាងនេះមួយទៀតបាទដើម្បីដកចេញព្រោះសារផ្លូវម៉ូតូខ្ញុំមានខ្ចៅ2អូខេឥឡូវយើងធ្វើការដោះប្រាំងដោយសារយើងវល់ដៃបានទេអញ្ចឹងយើងអត់មានប្រើសោអីទេអូខេហើយអានេះខ្ញុំមូលភ្ជាប់វាបាទកុំឲ្យបាត់កសោបាត់អីឥឡូវយើងធ្វើការដោះផ្លូវកដាលវាចេញដើម្បីយើងដោះកង់ចេញដែរឥឡូវយើងដកផ្លូវកដាលចេញហើយយើងនឹងធ្វើការដកកង់ចេញដកអីចេញហើយយើងដកមីញ៉ុងដុំមីញ៉ុងចេញបានបើមិនចឹងទេយើងដកអត់ចេញទេអូខេឥឡូវយើងដកកង់បានហើយសោអត់ត្រូវទៀតចាប់បាត់ទៅហើយអំបិលបាត់ទៅហើយអូខេឥឡូវទិញសោតេមួយសិនបាទចាប់ហើយបងប្អូនមកមើលទេសភាពបរិយខ្ញុំបាទនេះខ្ញុំនៅបរិយលេងនវត្រាផ្លូវ 6A ហ្នឹងដែលគេមានរឿងនេះផ្ទះធ្វើហើយច្រើនដែរហើយខ្ញុំឲ្យមើលទេសភាពតិចទៅជិះមើលទេសភាពតិចទៅនោះបងប្អូនដល់កន្លែងទិញបាទក្នុងបរិយខ្ញុំក៏មានកន្លែងទិញដែរបាទលក់សោដែរសោទីបលេខ12បាទនេះអ្នកបងគេបានហើយបងប្អូនយើងបាទបាញ់ជួកូដមួយសិនបាទ5000បាទ5000អូខេបាទដល់ផ្ទះវិញហើយបាទសាំឆយម៉ាយបងប្អូនយើងបាទធ្វើខ្វះសោខ្វះអីរត់ទៅរកទិញសោឲ្យពេញទឹកពេញដីហ្នឹងហើយរេករាក់ជុំយ៉ាអូខេអានេះខ្ញុំដោះហើយបាទព្រោះវាតឹងយើងត្រូវដាក់ចឹងបាទយើងដោះចេញ
ខ្ចៅនឹងជាមូលតាំងខ្លាំងព្រោះខ្លាចវារបូតតែរបូតវាមានបញ្ហាគ្រោះថ្នាក់ចឹងហើយក៏គេមូលឲ្យជាប់ចឹងបាទអានេះយើងមូលបដាទៅបាទបងប្អូនចឹងឃើញកាមេរ៉ារៀងវងហ្នឹងខ្ញុំថតយូរពេកទៅវាក្តៅទូរស័ព្ទខ្ញុំវាក្តៅខ្ញុំបិទឡែន17 Pro Max តែពេលយើងបិទវាទៅដល់ពេលវាក្តៅខ្លាំងវាជ្រុះប្រាប់បិទឡែនហ្នឹងមកហ្មងចឹងហើយវាធ្វើឲ្យក្បាំងយើងមូលទៅទៀតធ្លាក់ឡើងបងប្អូនចឹងពេលធ្លាក់ដុបច្បាស់វិញអូខេបងប្អូនយើងឥឡូវយើងមូលថ្មីវាចូលវិញដល់ចាស់ចឹងយើងដាក់ថ្មីចូលកន្លែងប្លោះហ្នឹងវាត្រូវនៅខាងក្រៅបងប្អូនមកត្រឡប់ចូលខាងក្នុងវិញអត់កើតទេណាយើងដាក់វាដូចចាស់មកវាវិញទៅអូខេឥឡូវហើយយើងចាប់ចូលវិញយើងចាប់ចូលវិញដូចយើងដោះមិញយើងចាប់ចូលវាវិញហើយខ្ញុំកាត់ទៅកន្លែងសំខាន់ណាអូខេចៅខាងក្រោមនេះក៏សំខាន់ដែរណានឹងរឹតពេលជាប់បើរឹតអត់ជាប់ទេចោលឲ្យចាប់ប្រាំងទៅដល់លមូពេញហ្នឹងឯងព្រោះនឹងសុវត្ថិភាពដែរអាហ្នឹងអូខេនេះយើងចាប់ញ៉ុងថ្មីចូលវិញចាប់ដាក់ចូលវិញឲ្យដូចចាស់វាវិញដាក់ដូចចាស់វាវិញមានប្រែមានអីត្រឹមត្រូវមកហើយនឹងខ្ចៅនេះដាក់ចូលវិញឲ្យត្រូវត្រឹមត្រូវមកវាអូខេចំពោះខ្ចៅពីរនេះគឺយើងត្រូវរឹតឲ្យតឹងបងប្អូនតែរឹតធូរពេកប្រយ័ត្នវារបូតគ្រោះថ្នាក់ហើយរបូតដល់គ្រោះថ្នាក់បាត់ហើយយើងអាចបោកដួលអីអាហ្នឹងពិបាកអាចគ្រោះថ្នាក់ដល់ជីវិតបងប្អូនហើយកន្លែងនេះវាយើងរឹតអត់កើតយើងជន់លេខហើយយើងបបលអាហ្នឹងតិចមកហើយយើងមកឡាវែនយើងជន់មកឡាវែនចុះក្រោមតិចមកវាជាប់ហើយអញ្ចឹងមកពេលវាជាប់យើងរឹតមកសុបាយបាទអូខេបន្ទាប់ពីយើងនេះមកយើងដាក់ចង្វាក់ថ្មីហើយចង្វាក់ថ្មីវាមានកន្លែងកាត់ចង្វាក់ហ្នឹងវាមានកន្លែងកាត់ណាបងប្អូនបាទមិនហៅបងប្អូនចង្វាក់ឯងខ្ញុំនិយាយចង្វាក់នៅក្នុងវីដេអូនេះទេបាទអញ្ចឹងយើងមានកន្លែងកលាក់វានេះសម្រាប់កាត់វាយើងកាត់វាទៅកាត់វាដោយយើងកាត់ចាស់អញ្ចឹងតបមកយើងដកវាចេញពីគ្នាអញ្ចឹងមកហើយយើងដាក់ចូលម៉ូតូយើងទៅបាទយើងដាក់ចូលម៉ូតូចេះមកនេះអូខេដាក់ចូលហ្នឹងបាទដាក់ចូលយើងទាញវាអញ្ចឹងមកហើយយើងដាក់វាឲ្យត្រូវកលាក់វាមកចង្វាក់ Year-Star នេះដោយសារតែខ្ញុំអត់មានអីកាត់យើងអត់មានអីកាត់ព្រោះដោយសារថាផ្លេចតិចមកឥឡូវយើងដាក់ចឹងសិនចាំជីរៀងជាតិចចាំទៅទិញប្រដាប់កាត់យកមកកាត់ចង្វាក់វាចេញបន្ទាប់ពីកាត់ចង្វាក់ឥឡូវខ្ញុំកំពុងធ្វើការរឹតចង្វាក់រឹតកតុយត្រីវាហ្នឹងហើយកតុយត្រីវាពេលយើងដាក់យើងត្រូវបធូរអស់ណាបងប្អូនហើយបន្ទាប់មកបានយើងរឹតវាយើងរឹតកតុយត្រីនឹងចូលវិញអញ្ចឹងណាចំពោះលើកតុយត្រីហ្នឹងវាមានកណ្ដូលវាសងខាងហើយយើងដាក់ឲ្យស្មើគ្នាឥឡូវយើងចាប់ក្របចង្វាក់ចូលវិញសិនអូខេបន្ទាប់ពីរឹតផ្លូវរឹតអីហើយយើងចាប់ចូលវិញទៅចាប់ខ្ចៅប្លុកវានឹងចូលវិញអស់ទៅហើយយើងនឹងហើយបាទហើយប៉ុណ្្នឹងឯងអរគុណ